ប្រាប់អ្នកនៅវិធីសាស្ត្រនិយាយក្នុងការលក់ឲ្យអតិថិជនបដិសេធមិនបានទោះបីអ្នកជាអ្នកលក់ឬក៏ធ្វើអាជីវកម្មក៏ដោយអ្នកគួរតែទន្ទិញវាឲ្យចាំថ្ងៃក្រោយទោះបីអ្នកជួបអតិថិជនបែបណាក៏ដោយជួបបញ្ហាបែបណាក៏ដោយជាទូទៅអ្នកអាចយកបានអតិថិជននោះពីព្រោះនេះជាអាចកំអាំងស្នូលដែលអ្នកជំនាញលក់គ្រប់គ្នាមិនដែលប្រាប់អ្នកឡើយថ្ងៃនេះអ្នកបានស្ដាប់វាគឺទទួលបាននូវផលចំណេញហើយសូមចងចាំនៅចំណុចខាងក្រោមនេះទី1បើអតិថិជននិយាយថាខ្ញុំគ្រាន់តែមើលលេងអ្នកដាច់ខាតកុំនិយាយថាមិនអីទេចាំអ្នកត្រូវការប្រាប់ខ្ញុំប៉ុន្តែអ្នកត្រូវនិយាយថាមិនអីទេទិញរបស់គឺត្រូវមើលឲ្យបានច្រើនអញ្ចឹងហើយខ្ញុំទៅយកទឹកជូនអ្នកបើមើលហត់អាចអង្គុយទីនេះសម្រាប់បន្តិចក៏បានទី2នៅពេលដែលអតិថិជននិយាយថាចាំខ្ញុំគិតមើលសិនតើអ្នកគួរតែឆ្លើយតបយ៉ាងម៉េចនោះមនុស្សជាច្រើននៅពេលជួបស្ថានភាពបែបនេះគឺគ្រាន់តែឆ្លើយតបវិញថាបាទឬចាមិនអីទេបន្ទាប់មកគឺបាត់ឈឹងតាមពិតអតិថិជនអាចនិយាយចេញមកបែបនេះគឺនៅមានការសង្ស័យចំពោះការបញ្ជាទិញគ្រាន់តែគាត់មិននិយាយចេញមកតែប៉ុណ្ណោះបើសិនជាអ្នកមិនសួរជីករឹសជីកគល់ទេដូច្នេះភ្ញៀវនេះអាចនឹងបាត់បង់នៅពេលនេះយើងអាចនិយាយថាតាមពិតទិញរបស់គឺត្រូវតែពិចារណាដោយប្រុងប្រយ័ត្នដូចអ្នកអញ្ចឹងហើយឃើញថាអ្នកមានចំណាប់អារម្មណ៍ខ្លាំងណាស់ចំពោះផលិតផលរបស់យើងខ្ញុំបើមិនអញ្ចឹងទេអ្នកមិនអាចចំណាយពេលដ៏យូរដើម្បីពិចារណាដែរចេញពីការចង់ដឹងខ្ញុំចង់សួរអ្នកបន្តិចតើអ្នកពិចារណាទៅលើតម្លៃឬលើលទ្ធផលអ្នកនិយាយត្រង់មកខ្ញុំមិនថាអីទេដូច្នេះក្រោយពេលដែលអតិថិជនប្រាប់បញ្ហាមកអ្នកយើងអាចយកបញ្ហានីមួយៗមកដោះស្រាយជំរះមន្ទិលនៅក្នុងចិត្តអតិថិជនហេតុដូចនេះអាចធ្វើឲ្យមានកំណើននៃការទិញកើនឡើងទី3នៅពេលដែលអតិថិជននិយាយថាផលិតផលអ្នកថ្លៃណាស់តើអ្នកគួរឆ្លើយយ៉ាងម៉េចនោះអ្នកអាចប្រើពាក្យខាងក្រោមប៉ុន្មានម៉ាត់នេះឆ្លើយតបរបស់ល្អគឺវាថ្លៃអញ្ចឹងហើយតាមឋានៈរបស់អ្នកបើសិនជាខ្ញុំយករបស់ថោកឲ្យប្រហែលជាមិនស័ក្តិសមនឹងអ្នកទេថ្លៃណាស់គឺដោយសារតែវាល្អបានជាវាថ្លៃបើនិយាយចំពោះអ្នកអាចធ្វើឲ្យអ្នកចូលចិត្តហើយថែមទាំងមានគុណភាពនិងភាពទាក់ទាញថ្លៃប៉ុន្មានក៏មិនថ្លៃដែរកុំមើលលើថ្លៃមើលលើត្រូវមិនត្រូវស័ក្តិសមជាមួយអ្នកថ្លៃក៏មិនថ្លៃដែរមិនស័ក្តិសមនឹងអ្នកថោកប៉ុណ្ណាក៏ថ្លៃដែរកុំខ្វល់រឿងថ្លៃថោកគឺត្រូវមើលថាវាល្អឬអន់របស់ល្អក្រៅពីថ្លៃអ្វីសុទ្ធតែល្អទាំងអស់របស់អន់ក្រៅពីថោកអ្វីផ្សេងទៀតសុទ្ធតែមានបញ្ហាផលិតផលប្រភេទនេះអតិថិជនជាច្រើនសុទ្ធតែធ្លាប់ប្រតិកម្មប៉ុន្តែបន្ទាប់ពីប្រៀបធៀបរួចចុងក្រោយក៏សម្រេចជ្រើសរើសយកប្រភេទហ្នឹងការវិនិយោគឲ្យខ្លួនឯងទើបជាការជ្រើសរើសប្រកបដោយប្រាជ្ញាអ្នកថាមើលត្រូវទេទី4អតិថិជនសួរអ្នកថាចុះថ្លៃអស់សល់ប៉ុន្មានកុំនិយាយថាចុះអស់សល់200តែត្រូវនិយាយថាផលិតផលប្រភេទនេះតម្លៃវាមានពី200ទៅ1000ផលិតផលប្រភេទនេះតម្លៃ200ការកំណត់រចនាសម្ព័ន្ធកាន់តែខ្ពស់មុខងារកាន់តែច្រើនប្រកាសណាស់ថាវារៀងថ្លៃបន្តិចប៉ុន្តែវាត្រូវនឹងតម្រូវការរបស់អ្នកប្រភេទ500នេះវាស័ក្តិសមជាមួយនឹងអ្នកខ្លាំងណាស់ទី5ក្រោយពេលដែលអ្នកលក់ផលិតផលបញ្ចុះតម្លៃឲ្យអតិថិជនរួចតើអ្នកគួរនិយាយយ៉ាងម៉េចវិធីនិយាយដែលខុសគឺមួយបងនេះខ្ញុំលក់អត់ចំណេញទេលក់ឲ្យអ្នកក្នុងតម្លៃនេះខ្ញុំខុសហើយថែមទាំងខាតទៀតនិយាយបែបនេះគឺជាការបោកបញ្ឆោតខ្លួនឯងរបៀបនិយាយដែលត្រឹមត្រូវនោះគឺខ្ញុំលក់ទំនិញប្រកាសជាយកចំណេញហើយប៉ុន្តែខ្ញុំដូចជានិយាយចុះសម្រងជាមួយអ្នកដូច្នេះមួយបងនេះខ្ញុំយកចំណេញតិចបានហើយនិយាយសម្ដីពិតក្នុងចិត្តអតិថិជនមានអារម្មណ៍ថាសុខស្រួលបែបនេះរឹតតែងាយនឹងចាក់ចំបេះដូងអតិថិជនទី6នៅពេលដែលអតិថិជននិយាយថាខ្ញុំមិនចង់បានរបស់ថែមទេលក់តម្លៃថោកឲ្យខ្ញុំទៅបានហើយតើអ្នកគួរឆ្លើយតបយ៉ាងម៉េចដាច់ខាតកុំនិយាយថាសុំទោស
របស់ថែមគឺសម្រាប់ថែមបញ្ចុះតម្លៃគឺផ្សេងគ្នាមិនអាចបញ្ចុះតម្លៃបានទេអ្នកអាចនិយាយបែបនេះខ្ញុំពិតជាយល់ច្បាស់ពីការគិតរបស់អ្នករបស់ថែមនេះគឺយើងថែមឲ្យក្រៅទេគ្មានតាក់ទងអ្វីបន្តិចនឹងតម្លៃតំណែងនឹងទេបើសិនជាអ្នកមិនចង់បានរបស់ថែមនេះក៏បានតម្លៃនឹងគឺពួកយើងបានបញ្ចុះជូនរួចហើយរបស់ថែមនេះគឺជូនឲ្យអ្នកទទេហេតុអ្វីក៏មិនយកនោះទី7អតិថិជនបានទិញតំណែងអ្នកហើយថែមទាំងនិយាយអរគុណអ្នកទៀតកុំនិយាយថាមិនបាច់គួរសមទេសូមស្វាគមន៍មកម្ដងទៀតប៉ុន្តែត្រូវនិយាយថាបានបម្រើអតិថិជនដែលល្អដូចអ្នកបែបនេះគឺជាភាពរីករាយរបស់ខ្ញុំហើយខ្ញុំរងចាំសហការជាមួយអ្នកលើក្រោយម្ដងទៀតទី8នៅពេលដែលអតិថិជនខឹងរត់តែមិនត្រូវនិយាយថាសំទោសប៉ុន្តែត្រូវនិយាយថាអរគុណសម្រាប់ការចង្អុលបង្ហាញរបស់អ្នកការឲ្យយោបល់របស់អ្នកពិតជាកម្លាំងនៃភាពរីកចម្រើនរបស់ខ្ញុំតាមពិតការលក់ពិតជាងាយស្រួលខ្លាំងណាស់ឲ្យតែអ្នកចេះនិយាយឲ្យចាក់ចំបេះដូងភ្ញៀវគឺអាចឈានទៅដល់ការសម្រេចនៃការទិញលក់ហើយ